ในนี้មានវីដេអូបង្ហាញអ្នកគ្នាមើលទេប៉ុន្តែខ្ញុំមានហ្គេម Roblox មួយដែលខ្ញុំលេងវាចឹងណាក៏ប៉ុន្តែវីដេអូហ្នឹងគឺយូរហើយប៉ុន្តែខ្ញុំចង់ធ្វើវាឡើងវិញដើម្បីអ្នកគ្នាមើលហើយស្មើហ្គេម Roblox នេះវាល្បីដែរនៅក្នុង Roblox នៅក្នុងហ្គេមហ្នឹងគឺមានល្ងាចយប់ថ្ងៃអញ្ចឹងទៅបើយើងចង់ថាថ្ងៃណាថ្ងៃនេះអ្នកគ្នាអាចចុចនៅលើនឹងបានក៏ប៉ុន្តែខ្ញុំដោនហ្គេម Roblox មកគឺខ្ញុំមិនមែនពឹងទៅលើហ្គេមចឹងទេគឺខ្ញុំចង់លេងហ្គេមបែបភ័យរន្ធត់អីចឹងណាប៉ុន្តែគឺហ្គេមខ្លះវាត្រូវចិត្តខ្ញុំទេចឹងគឺខ្ញុំឃើញហ្គេមមួយហ្នឹងក៏បានចុចលេងវាចឹងណាហើយមានអារម្មណ៍ថាគឺវា relax ខ្លាំងមែនតើមកស្មានអ្នកដែលគាត់ single ឬក៏បែប introvert ដូចខ្ញុំអីចឹងណាអ្នកគ្នាលេងហ្គេមនឹងបានហ្គេមមួយនេះជាបែបស្ងប់ស្ងាត់អីចឹងណាបែប introvert អីចឹងទៅហើយហ្គេមមួយហ្នឹងគឺអត់សូវមានមនុស្សនៅចិត្តយើងទេព្រោះតែ map រឿងធំដែរអញ្ចឹងគឺគេនៅកន្លែងផ្សេងគ្នាឬក៏អ្នកខ្លះក៏ចូលចិត្តនៅប្រជុំក្បាលគ្នានៅកន្លែងណាផ្សេងអញ្ចឹងទៅហ្គេមមួយនេះគឺខ្ញុំឃើញអ្នកមានដៃគូអីក៏គាត់មកលេងនៅក្នុងហ្គេមមួយនឹងដែរដែលគាត់នាំសង្សារគាត់ដើរលេងអីមួយគ្នាអញ្ចឹងណាបែរជាពីរនាក់អីចឹងតែយើងបែរលក្ខណៈ introvert អត់មានសង្សារអញ្ចឹងទៅយើងមកមើលថ្ងៃលេងថ្ងៃម្នាក់អញ្ចឹងទៅវាអត់មានអីទេណាគ្នាវាគ្រាន់លក្ខណៈថាម្យ៉ាងដែរដោយសារតែខ្ញុំចូលចិត្តនៅកន្លែងភាពស្ងប់ស្ងាត់ហើយនឹងល្ងិតអញ្ចឹងពិតពាក្យវាមានភ្លឺមានថ្ងៃប៉ុន្តែខ្ញុំចូលចិត្តបាយល្ងិតគឺខ្ញុំដាក់បាយល្ងិតបែបជាអីណាប៉នេះសុំអីណាហើយឥឡូវនេះខ្ញុំមកសើចេញចូលនៅក្នុងរូបលោកបានដែរព្រោះតែខ្ញុំលក់រូបលោកចោលដែរពួកអីវាមានមនុស្សច្រើនពេកណាគេវាតុបច្រើនពេកចឹងណាខ្ញុំចេះលក់វាចោលទៅពួកខ្ញុំអត់ថាវាលេងវាអីទេប៉ុន្តែនៅក្នុងវីដេអូនេះគឺវារៀងយូរដែរណាគេក៏ប៉ុន្តែខ្ញុំបង្ហោះវីដេអូហ្នឹងនៅក្នុងវីដេអូ short នៅក្នុង channel នេះគេពងមើលហ្នឹងព្រោះទាំងអ្នកលេង intro និងអ្នកលេង iOS ដឹងឲ្យថារូបលោកហ្នឹងវាក្តៅទូរស័ព្ទប៉ុណ្ណាបើថាលេងដល់ថ្មទៀតមកសង្ឃឹមទេទូរស័ព្ទហ្នឹងមកផ្ទុះចំក្តារមុខទេភ្នោះនៅតែយើងលេងបែបធម្មតាចង់តិចទូរស័ព្ទហើយចង់ងំទៅលេងទៀតហើយរូបលោកនោះវាស៊ីលុយខ្លាំងណាស់គ្នាចឹងខ្ញុំមិនសូវលេងទេនិយាយរួមបានតែ Wi-Fi កន្លែងណាទៅលេងបើខ្ញុំលេងខ្ញុំណាតែផ្លាញ់លុយខ្លួនឯងទៅលេងរូបលោករាប់ម៉ោងហ្នឹងក៏ប៉ុន្តែក្នុងហ្គេមមួយនោះគឺគេមានចម្រៀងអីដែរណាប៉ុន្តែខ្ញុំខ្លាចជាប់ copyright ចឹងខ្ញុំបិទចោលហ្មងទៅព្រោះខ្ញុំខ្លាចតែជាប់ copyright គឺវីដេអូខ្ញុំគឺអត់រួចឲ្យអ្នកគ្នាមើលទេហើយ play ដែលខ្ញុំដើរអ្នកគ្នាស្ដាប់នោះគឺ play នោះអត់ជាប់ copyright ទេព្រោះតែខ្ញុំទិញ play នឹងអស់5រៀលដែរអ្នកគ្នាដូចជា3 play ក៏ប៉ុន្តែមិន3 play ចាំខ្ញុំមើលបន្តទៀតដោយសារតែខ្ញុំទិញនឹងដើម្បីខ្ញុំដាក់ក្នុង vlog របស់ខ្ញុំផងហើយ play ដែលខ្ញុំទិញនឹងគឺខ្ញុំទិញនៅក្នុង app មួយនឹងគឺខ្ញុំអត់សុំបញ្ចេញឈ្មោះទេប៉ុន្តែ app មួយនឹងគឺធ្វើ play AI អញ្ចឹងណាអ្នកនេះប្រកាសជាស្គាល់ហើយខ្ញុំធ្វើ free អីក៏បានដែរតែខ្ញុំធ្វើគិតលុយដោយសារតែខ្ញុំចង់បាន play រឿងព្រោះដែរដើម្បីខ្ញុំដាក់នៅក្នុង game របស់ខ្ញុំអញ្ចឹងណាដាក់នៅក្នុងវីដេអូរបស់ខ្ញុំអីផ្សេងៗចឹងតែប្រកាសតែខ្ញុំមិនចង់ពេលខ្ញុំនិយាយច្រើនពេកអ្នកនេះអាចធុញអញ្ចឹងទៅចាឥឡូវនេះគឺយើងមើលការលេងបន្តទៀតចឹងខ្ញុំសូមប្រាប់បងប្អូនអរគ្នាបន្តិចដោយសារតែខ្ញុំមានការងារទៅធ្វើឬក៏ចោលរបួសដែរចឹងវីដេអូគឺខ្ញុំមិនសូវបានបង្ហាញអ្នកគ្នាមើលទេសកម្មតាមបងប្អូនអរគ្នាយល់ចឹងយើងកុំភ្លេចជួបគ្នាក្នុងវីដេអូក្រោយបាយ